ការដំឡើងប្រព័ន្ធ Smart Home មិនមែនសម្រាប់តែដំឡើងគេហដ្ឋានតែមួយមុខទេសូម្បីតែភោជនីយដ្ឋានហាងកាហ្វេឬក៏កន្លែងរកស៊ីផ្សេងៗទៀតក៏អាចដំឡើងបានដូចគ្នាពិសេសវាថានឹងជួយលើកសម្រស់និងជួយសន្សំសំចៃថែមទៀតផងដើម្បីទទួលបានការពិភាក្សានិងការចុះសវេដល់ទីតាំងដែលគិតថ្លៃអ្នកទាំងអស់គ្នាអាចធ្វើការឆាតទៅមកកាន់ Pack Digi Smart Home 2ដែលពួកយើងមានជំនួយក្រុមការងារជំនាញដែលជួយពិភាក្សានិងផ្ដល់យោបល់នៅក្នុង project នេះដែរគឺយើងបានធ្វើការដំឡើងជាមួយប្រព័ន្ធ Smart Home ដែលមានជាមួយឧបករណ៍ Smart Home ដូចជាអំពូល downlight ឆ្លាតវៃអំពូល spotlight ឆ្លាតវៃ Smart IO Remote ពិសេសគឺមានជាមួយនឹងអេក្រង់ឆ្លាតវៃហើយចំពោះឧបករណ៍ Smart Home របស់យើងទាំងអស់គឺសឹងតែអាចបញ្ជាជាមួយនឹងទូរស័ព្ទដៃរបស់យើងជាពិសេសវាក៏បានបង្ហាញជាមួយនឹង status ដែលអាចឲ្យយើងដឹងថាឧបករណ៍របស់យើងកំពុងតែបើកឬក៏បិទដែលវាអាចជួយសន្សំសំចៃថ្លៃភ្លើងរបស់យើងបានច្រើនខ្លាំងមែនទែនទាំងអំពូលភ្លើង spotlight និងអំពូលភ្លើង downlight គឺសឹងតែអាចប្រាប់ដូរពណ៌បានរហូតដល់16លានពណ៌ឯណោះហើយទៅលើការបញ្ជាវិញយើងអាចធ្វើការបញ្ជាជាគ្រប់ក៏បានឬក៏បញ្ជាអំពូលម្ដងមួយក៏បានដែលយើងអាចធ្វើការកំណត់ទៅតាមតម្រូវការរបស់យើងភាពខុសគ្នារវាងអំពូលទាំងពីរនេះចំពោះអំពូលភ្លើង spotlight គឺវាស័ក្តិសមបំភ្លឺដូចជាជញ្ជាំងការ decor និងតំបន់ដែលអ្នកនរគ្នាចង់ឲ្យមើលទៅលេចធ្លោដោយសារតែអំពូលភ្លើង spotlight គឺវាអាចជួយការ decor ក្នុងផ្ទះរបស់យើងគឺមើលទៅកាន់តែមានភាពស្រស់ស្អាតនិងលេចធ្លោជាងមុនហើយចំពោះអំពូលភ្លើង downlight វិញគឺវាស័ក្តិសមបំភ្លឺសម្រាប់បន្ទប់ទូទៅដែលវាមានពន្លឺភ្លឺច្បាស់ល្អស័ក្តិសមសម្រាប់បំភ្លឺបន្ទប់ទាំងមូលរីឯចំពោះ Smart IO Remote វិញដែលឧបករណ៍មួយនេះគឺយើងអាចធ្វើការ copy tele មិនថាទូរទស្សន៍ម៉ាស៊ីនត្រជាក់ឬក៏កង្ហារដូចជាម៉ាស៊ីនត្រជាក់គឺយើងអាចធ្វើការបញ្ជាបិទឬក៏បើកនិងការកំណត់ជាមួយនឹងស្តង់ដារភាពជាដើមហើយសម្រាប់ឧបករណ៍ទាំងអស់ដែលយើងបានដំឡើងគឺយើងសឹងតែអាចកំណត់ពេលវេលាដើម្បីឲ្យវាដំណើរការដោយស្វ័យប្រវត្តិឲ្យទៅតាមអ្វីដែលយើងបានកំណត់ដូច្នេះហើយទើបវាស័ក្តិសមជាមួយនឹងម្ចាស់ហាងដែលគាត់បើកជាមួយនឹងអាជីវកម្មដោយសារតែគាត់អាចគ្រប់គ្រងឧបករណ៍ទាំងអស់តាមរយៈទូរស័ព្ទដៃនិងការកំណត់ពេលវេលាដើម្បីជៀសវាងពីការភ្លេចបិទទៅលើឧបករណ៍ទាំងអស់នេះចុងក្រោយគឺជាអេក្រង់ឆាតវៃ Smart Panel S ដែលក្រោមឆាតវៃនេះគឺយើងអាចធ្វើការបញ្ជារាល់ឧបករណ៍ទាំងអស់ដែលយើងបានដំឡើងដែលវាអាចដើរតួជា Hub Zigbee ហើយទោះបីជាក្នុងផ្ទះរបស់យើងដាច់ Wi-Fi ក៏ក្រោមឆាតវៃនេះនៅតែបញ្ជាជាមួយនឹងកូន device របស់វាបានតែគ្មានបញ្ហាស្រមងបើសិនជាអ្នកនរគ្នាចង់ដំឡើងជាមួយប្រព័ន្ធ Smart Home មិនថាការដំឡើងក្នុងគេហដ្ឋានឬក៏ជាកន្លែងរកស៊ីពួកយើងអាចធ្វើការដំឡើងបានទាំងអស់តែម្ដងដែលអ្នកនរគ្នាអាចធ្វើការឆាតទៅមកកាន់ Pack Digi Smart Home 2 Digi Smart Home ធ្វើឲ្យផ្ទះរបស់លោកអ្នកឆ្លាតវៃ